ผู้បង្គោលជំនឿជាតិកម្ពុជាលោកកូជីខ្ជូតគឺបានចេញមកសុំទោសអ្នកគាំទ្រហើយលោកទទួលយកនៅលទ្ធផលនេះទាំងស្រុងបាទជំរាបសួរបងប្អូនដែលគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាពីម្សិលមិញជំនឿជាតិកម្ពុជាបានចាញ់ក្រុមអារូបាដោយលទ្ធផល2-1ហើយក្នុងនោះគឺកម្ពុជាបាត់បង់សមាជិកម្នាក់នៅវគ្គទី2ដោយសារតែយូដៃទទួលបានកាតលឿងហើយគឺអាញាកដាលឲ្យកាតក្រហមតែម្ដងនៅចុងវគ្គទី1នាទីទី43នឹងដែលជាហេតុវគ្គទី2ធ្វើឲ្យបាត់សមាជិកម្នាក់ប៉ុន្តែកម្ពុជាលេងល្អប៉ុន្តែយ៉ាងណាក៏ដោយលោកកូជីខ្ជូតគឺបានថ្លែងបន្ទាប់ពីចាប់ការប្រកួតនៅក្នុងសន្និសីទថាចេះថាគាត់ចង់ចាប់ផ្ដើមការប្រកួតនឹងគឺ11នាក់ហើយបញ្ចប់ទៅវិញគឺ11នាក់ប៉ុន្តែគួរឲ្យស្ដាយនៅវគ្គទី2គឺយើងអត់មានសមាជិកម្នាក់លោកកូជីបានរំលឹកថានៅតង់ទី1គឺថាកម្ពុជាមានការគ្រប់គ្រងបាល់ល្អជាងខាងក្រុមអារូបាប៉ុន្តែនៅពេលដែលគេ counter ទៅវិញក្រុមកម្ពុជាមិនអាចបិទកីឡាករដែលមានមៀតធំរបស់អារូបាបានជាពិសេសគឺការរកគ្រាប់បាល់ដោយក្បាលចំនួន2គ្រាប់នាំមុខមុនត្រឹមនាទីទី11លោកកូជីបានប្រាប់ដល់អ្នកសារព័ត៌មានបន្តថានៅពេលដែលបាត់គ្នាម្នាក់ក៏ដោយប៉ុន្តែនៅតង់ទី2ហ្នឹងគឺលេងបានល្អជាងគ្នា11នាក់ទៅទៀតមិនត្រឹមតែប៉ុណ្ណោះសោតគឺកម្ពុជាអាចរកគ្រាប់បាល់មួយគ្រាប់នាទីទី57ដោយ Nick Taylor ទៀតផងគ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបាននិយាយដោយពាក្យស្រងោតស្រងាត់ថាលោកសោកស្ដាយបំផុតសម្រាប់ការប្រកួតនេះជាងប្រកួតណាទាំងអស់ដោយសារតែលោកបានដឹកនាំអ៊ុយ18អ៊ុយ19អ៊ុយ20មកគឺមិនដែលមានភាពសោកស្ដាយជាងប្រកួតនេះទេមុននឹងបញ្ចប់សន្និសីទកាសែតលោកបញ្ជាក់ថានឹងពង្រឹងក្រុមបន្ថែមទៀតដើម្បីស្វែងរកលទ្ធផលល្អជូនអ្នកគាំទ្រគួរបញ្ជាក់ផងដែរថាក្នុងនាមជាគ្រូបង្គោលបណ្ដោះអាសន្នលោកកូជីបានដឹកនាំកម្ពុជាបាន6ប្រកួតបាទក្នុងនោះយើងឃើញឈ្នះ2ប្រកួតគឺឈ្នះទីមកខាងកើតនិងឈ្នះឆៃនីតេប៉េនៅក្នុងជំនួបមិត្តភាពហើយក្រៅពីនោះចាញ់ថៃ3-2ចាញ់សង្ហបុរី2-1បាទស្មើជាមួយនឹងម៉ាឡេស៊ី2-2ហើយនឹងចាញ់ហុងកុង3-0ហើយនៅពេលដែលកាន់តំណែងជាគ្រូបង្គោលពេញសិទ្ធិក្នុងរយៈពេល1ឆ្នាំបាទក្នុងកិច្ចសន្យា1ឆ្នាំអធិស្ឋានកិច្ចសន្យា1ឆ្នាំនៅឆ្នាំ2025នេះលោកដឹកនាំជំនឿជាតិនិងដឹកនាំអ៊ុយ22កម្ពុជានៅក្នុងកម្រិតការប្រកួត SEA Games នាចុងឆ្នាំនេះនៅប្រទេសថៃបងប្អូនអញ្ចឹងការដឹកនាំឬក៏គាត់កាន់តំណែងផ្លូវការក្នុងកិច្ចសន្យាមួយឆ្នាំនេះគឺដឹកនាំចាញ់អារូបា2-1និងចាញ់វៀតណាម2-1អរគុណបងប្អូនចំពោះការតាមដានវីដេអូខ្លីនេះយើងជួបគ្នាវីដេអូក្រោយទៀតបាទ